តាមគម្ពីរវរណៈចំពុក9ខ11ដល់12បានចែងថាវាមានស្ដេចត្រួតលើវាដែរគឺជាទេវតានៃចង្ហុកធំតាមភាសាហេប្រឺមានឈ្មោះហៅថាអាបាដូនតែតាមភាសាក្រិកហៅថាអាប៉ូលីយ៉ូនវិញសេចក្តីវេទនាទី1បានកន្លងទៅហើយមើលសេចក្តីវេទនា2យ៉ាងមានមកតាមក្រោយទៀត2យ៉ាងដូច្នេះបើយើងមើលរូបទិដ្ឋភាពនេះយើងឃើញថាសត្វកណ្ដូបដែលមានមុខដូចជាសេះហើយមានស្លាបព្រមទាំងមានកន្ទុយមានអំណាចនឹងធ្វើទុកមនុស្សនៅផែនដីនោះឥឡូវយើងឃើញនៅរូបនេះថាមានសេចក្តីវេទនា2យ៉ាងទៀតដែលមកតាមក្រោយយើងឃើញរូបនេះដូចជារូបមនុស្សជាខាងលើមានរូបដូចជាមនុស្សដែលវៈពួកដូចជាពួកអារ៉ាប់ហើយខាងទៀតមានដូចជាសត្វដើកហើយរូបទី2នេះមានមនុស្សអង្គុយលើឬក៏លើកប៉ាល់ហើយមានឬលើដំបូលផ្ទះวันนี้ហើយមានអ្នកជិះសេះនៅខាងមុខមកជួបនឹងមនុស្សដែលឈរនៅខាងមុខនេះហើយខាងក្នុងរូបនេះទី3នេះយើងឃើញមានដូចជាមុខស្អីទេយើងមើលមិនស្គាល់ទេរូបនេះដូច្នេះសូមឲ្យបងប្អូនជ្រាបថាសេចក្តីវេទនាដែលកើតឡើងខាងក្រោយទៀតនេះវេទនាខ្លាំងជាងវេទនាការវេទនាទី1ទៅទៀតការវេទនាទី1បងប្អូនបានឮហើយថាមនុស្សចង់បានសេចក្តីស្លាប់តែសេចក្តីស្លាប់រត់ចេញពីមនុស្សទៅពីព្រោះវេទនាខ្លាំងណាស់ហើយដូច្នេះសូមឲ្យបងប្អូនឆាប់ជឿប្រគ្រីស្ទពីឥឡូវទៅដើម្បីជៀសវាងឲ្យផុតពីការវេទនាទាំង3លើកនេះអាមែន